វគ្គផ្ដាច់ប្រវត្តិពីរង្វាន់ហ៊ុនសែនខាប់ជើងឯកថ្នាក់ជាតិនឹងរៀបចំឡើងនៅពហុកលដ្ឋានជាតិមរតកដេជោជាលើកដំបូងនៃការប្រកួតវគ្គផ្ដាច់ប្រវត្តិពីរង្វាន់សម្ដេចតេជោហ៊ុនសែនជើងឯកថ្នាក់ជាតិលើកទី18ឆ្នាំ2024-2025ដែលជាការប្រកួតពីរង្វាន់ក្នុងស្រុកដំបូងគេដែលជ្រើសយកពហុកលដ្ឋានជាតិមរតកដេជោសម្រាប់ការប្រកួតប៉ុន្តែមុនជាដល់ការប្រកួតវគ្គផ្ដាច់ប្រវត្តិក្រុមបាល់ទាត់ភ្នំពេញ Ground ព្រះខ័នរីស្វាយរៀងបឹងកេតនិងវិសាខាត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ប្រវត្តិជាមុនសិនដើម្បីយកពីរក្រុមទៅការប្រកួតវគ្គផ្ដាច់ប្រវត្តិនៃការប្រកួតពីរង្វាន់ហ៊ុនសែនខាប់ជើងឯកថ្នាក់ជាតិនិងការប្រកួតយកចំណាត់ថ្នាក់លេខ3សម្រាប់កម្មវិធីប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ប្រវត្តិរួមមានជើងទី1នៅថ្ងៃទី23ខែមេសាឆ្នាំ2025បឹងកេតត្រូវជួបជាមួយនឹងព្រះខ័នរីស្វាយរៀងដែលការប្រកួតធ្វើឡើងនៅក្នុងពហុកលដ្ឋានជាតិរាជធានីភ្នំពេញ Ground ប៉ះវិសាខាដែលការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Smart Horizon ជើងទី2នៅថ្ងៃទី7ខែឧសភាឆ្នាំ2025ព្រះខ័នរីស្វាយរៀងប៉ះបឹងកេតដែលការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋានខេត្តស្វាយរៀងនិងគូទី2វិសាខាប៉ះភ្នំពេញ Ground ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Prince សូមរំលឹកថាសម្រាប់ការប្រកួតវគ្គផ្ដាច់ប្រវត្តិនិងការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ3គឺនឹងធ្វើឡើងនៅថ្ងៃទី25ខែឧសភាឆ្នាំ2025ខាងមុខនៅក្នុងពហុកលដ្ឋានជាតិមរតកដេជោសម្រាប់ការប្រកួតពីរង្វាន់ហ៊ុនសែនខាប់ឆ្នាំ2024-2025បន្តបែងចែកជា2កម្រិតដូចឆ្នាំកន្លងទៅដែរក្នុងនោះកម្រិតទី1ការប្រកួតជើងឯកថ្នាក់ខេត្តនិងទី2ការប្រកួតជើងឯកថ្នាក់ជាតិគួររំលឹកថាសម្រាប់ការប្រកួតពីរង្វាន់ហ៊ុនសែនខាប់លើកទី18ជើងឯកថ្នាក់ខេត្តឆ្នាំ2024-2025ជើងឯកបានទៅលើក្រុមបាល់ទាត់មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំសម្រាប់ជើងឯកថ្នាក់ជាតិ2023-2024កន្លងទៅគឺបានទៅលើក្លឹបបាល់ទាត់ព្រះខ័នរីស្វាយរៀងត្រយ៉ងនាំសារពិតគ្រប់ទីកន្លែង